អូខ្ញុំចង់ដឹងមួយទៀតបង បាទ ហេតុអីបានជាអ្នកជំងឺសួតណាគ្រូពេទ្យគាត់ណែនាំឲ្យចាក់វ៉ាក់សាំងផ្ដាសាយ បាទសំណួរនេះល្អមែនតើជាទូទៅអ្នកជំងឺសួតដែលគាត់ធ្លាប់មានប្រវត្តិជំងឺសួតឧទាហរណ៍ដូចជាគាត់មានជំងឺ HERD គាត់មានជំងឺរលាកទងសួតរ៉ាំរ៉ៃដែលភាសាកាត់គេហៅថា COPD ហ្នឹងក្រុមគ្រូពេទ្យរបស់យើងណែនាំឲ្យគាត់ទទួលការចាក់វ៉ាក់សាំងផ្ដាសាយប៉ុន្តែការចាក់វ៉ាក់សាំងផ្ដាសាយនេះគឺយើងចាក់នៅអំឡុងពេលដែលគាត់មិនមានការធ្វើទុកមានន័យថាមិនមានការបង្ករោគផ្សេងទៅលើជំងឺចាស់របស់គាត់ទី2ទៅលើអ្នកជំងឺមួយចំនួនដែលគាត់មានប្រវត្តិធ្លាប់កើតជំងឺសួតឧទាហរណ៍ដូចជាជំងឺរបេងសួតជំងឺក្រិនសួតជាដើមអញ្ចឹងប្រព័ន្ធភាពស៊ាំនៅក្នុងសួតរបស់គាត់មិនដូចអ្នកដទៃធម្មតាអញ្ចឹងយើងក៏ណែនាំឲ្យគាត់ចាក់វ៉ាក់សាំងផ្ដាសាយដែរហើយក្រុមមនុស្សទី3គឺជាក្រុមក្មេងឬក៏មនុស្សចាស់ឬក៏អ្នកដែលកង្វះអាហារូបត្ថម្ភគាត់ក៏គួរតែទទួលយកការចាក់វ៉ាក់សាំងផ្ដាសាយផងដែរ អូខេពិតមូលហេតុបែបនេះ បាទមូលហេតុហ្នឹងដើម្បីមានថាបើសិនជាក្នុងករណីគាត់ឆ្លងផ្ដាសាយមានន័យថាគាត់អាចធ្ងន់ជាងអ្នកដែលធម្មតាដែលមានសុខភាពល្អឬក៏អ្នកដែលមិនមានបញ្ហាសួតពីមុនមក អូខេ បាទ អរគុណច្រើន អរគុណបាទ ចូលមើលព័ត៌មានអំពីមន្ទីរសម្រាប់ព្យាបាល Air Plus លម្អិតជាមួយនឹងព័ត៌មានគ្រូពេទ្យនិងសេវាកម្មផ្សេងៗនៅក្នុង App Meet Doctor